ការពីទូខ្ញុំធ្លាប់មានក្តីសម័យមួយគឺចង់បានកូនផ្ទះទូចមួយហើយមានទីធ្លាសមល្មមដើម្បីដាំបន្លែដាំផ្កាឥឡូវនេះក្តីសម័យហ្នឹងបានមកបដាបដាហើយតាមពិតទៅដីដែលខ្ញុំមានហ្នឹងគឺខ្ញុំទិញយូរដែរបងប្អូនទិញតាំងពីឆ្នាំ2023ខ្ញុំហើយនឹងប្តីខ្ញុំហ្នឹងទិញធ្វើជាចំណងដៃរបស់ពួកយើងមុនថ្ងៃភ្ជាប់ពាក្យហើយគោលបំណងដែលខ្ញុំទិញដីជាមួយប្តីខ្ញុំហ្នឹងគឺយើងចង់ធ្វើផ្ទះទូចមួយដើម្បីយើងចុះឡើងហ្នឹងយើងមានផ្ទះខ្លួនឯងមានអ្នកភូមិខ្ញុំដើរកាត់ហ្នឹងគាត់សួរថាសានសង់អីគេក្មួយធ្វើកូនខ្ទមហ្នឹងដាក់អីវិញអាយយកូនខ្ទមអីអាហ្នឹងផ្ទះហ្នឹងណាយើងធ្វើផ្ទះរៀងទូចសម្រាប់ពួកយើងនៅតែ2នាក់ផ្ទះខ្ញុំធ្វើនេះគឺមានតែមួយបន្ទប់គេងទេបងប្អូនមើលទៅដូចរៀងទូចទេតែសម្រាប់ពួកយើងអត់ចង់បានអីធំដុំទេគ្រាន់តែផ្ទះមួយដែលមានភាពកក់ក្ដៅមានផ្ទះបាយដែលខ្ញុំស្រឡាញ់ចូលចិត្តពួកឯងខ្ញុំចូលចិត្តធ្វើម្ហូបបងប្អូនអើយហើយទីធ្លាដែលសល់តែប្រហែលហ្នឹងគឺខ្ញុំចង់ធ្វើជាសួនហើយបើនិយាយឲ្យស្រួលស្ដាប់ទៅគឺខ្ញុំធ្វើតាមសមត្ថភាពរបស់ពួកយើងដែរហើយផ្ទះនេះក៏មិនប្រកាសថាហើយលឿនដែរបងប្អូនហ្នឹងហើយបើរកបានក៏ធ្វើតបើរកមិនបានទេក៏បដាតាមហ្នឹងទៅហើយវាក៏ជាចំណងដៃពីម្ដាយពុកក្មេកខ្ញុំជនជាតិស្វីសដែរមុននឹងខ្ញុំភ្ជាប់ពាក្យនៅខ្មែរហ្នឹងប៉ាម៉ាក់ក្មេកខ្ញុំហ្នឹងក៏សួរថាខ្ញុំចង់បានអីដែលធ្វើឲ្យខ្ញុំកក់ក្ដៅហើយមានអារម្មណ៍ថានៅក្បែរម៉ាក់ប៉ាខ្ញុំថាអត់មានអីទេមានតែអាសាមកលេងគាត់ហើយនៅក្បែរគាត់ពេលខ្លះទៅនៅជាមួយម៉ាក់ប៉ាខ្ញុំក៏មិនស្រួលប្រហែលដែរបងប្អូនហើយគាត់ល្អរៀងច្រើនអញ្ចឹងណាប៉ុន្តែម្ដាយឪពុកយើងមិនទៅណាចោលគាត់ទេគឺមានរឿងអីមានបញ្ហាអីគឺម្ដាយឪពុកកូនហ្នឹងរត់រកគ្នាដដែលអញ្ចឹងទៅខ្ញុំចង់ធ្វើផ្ទះមួយដែលមានទីតាំងនៅក្បែរម៉ាក់ប៉ាខ្ញុំហើយបើសម្រាប់បងប្អូនដែលគាត់រសារតាមដានវីដេអូខ្ញុំពីដើមមកគឺដឹងហើយខ្ញុំមិនដែរចង់ទៅនៅប្រទេសស្វីសទេបងប្អូនខ្ញុំគឺតែងតែចង់អូសប្តីខ្ញុំនឹងមកនៅខ្មែរតែចុះឡើងយើងក៏សម្រេចចិត្តទៅនៅស្វីសដដែលប៉ុន្តែមុននឹងខ្ញុំទៅនឹងក៏ខ្ញុំបាននិយាយគ្នាជាមួយប្តីខ្ញុំម៉ាក់ប៉ាក្មេកខ្ញុំថាទោះបីយ៉ាងណាខ្ញុំក៏ត្រូវចុះមកលេងម៉ាក់ប៉ាខ្ញុំរៀងរាល់ឆ្នាំមួយឆ្នាំម្ដងឬក៏មួយឆ្នាំ2ដងហើយខ្ញុំត្រូវតែមានផ្ទះខ្លួនឯងទូចសមល្មមមួយដែលនៅចិត្តម៉ាក់ប៉ាខ្ញុំអញ្ចឹងទៅយើងមានអារម្មណ៍ថាយើងអត់ឆ្ងាយពីម្ដាយឪពុកយើងបរទេសអត់ដូចខ្មែរទេបងប្អូនការគិតគ្នាគឺខុសគ្នាដាច់ណាស់អ្នកខ្លះទៅគិតស្តៀងយើងអ្នកខ្លះទៀតគាត់គិតឆ្ងាយពីយើងខុសគ្នាស្រឡះហ្មងសម្រាប់បរទេសភាគច្រើនបើយើងបែកផ្ទះយើងមានប្តីមានប្រពន្ធរៀងខ្លួនគឺយើងត្រូវឆ្ងាយតិចហើយម្ដាយឪពុកពីបងប្អូនគេអត់សូវពាក់អព័ន្ធទេបើខ្មែរយើងវិញទៅណាមកណាគឺមិនភ្លេចទេបងប្អូនតែងតែចង់នៅក្បែរគ្នាធ្វើផ្ទះចិត្តគ្នាអញ្ចឹងណាខ្ញុំក៏បានបញ្យល់សាច់រឿងហ្នឹងទៅខាងសាច់ថ្លៃខ្ញុំដែរសាច់ថ្លៃខ្ញុំគាត់ក៏យល់ដែរហើយគាត់និយាយរួមទៅគាត់ចូលចិត្តបែបហ្នឹងវិញណាបងប្អូនហើយគាត់ក៏បាននិយាយដែរគាត់ថាតំណងដូចខ្មែរយើងក៏ល្អម្យ៉ាងដែររឿងអញញ៉ៃតិចប៉ុន្តែយើងបានជុំគ្នាបើប្រៀបធៀបការហូបចុកវិញបងប្អូនអាចកាត់តាមនឹងបានច្បាស់ហ្មងសម្រាប់បរទេសគឺគេហូបអីតែឯងបាយមួយចានមកហូបមួយមុខហ្នឹងគេហូបតែឯងទេគេអត់ចេះចែកម្លែកទេបើខ្មែរយើងវិញស្លមួយចានដាក់សាភាមួយដួសហូបជុំគ្នាចឹងបងប្អូនអាចសម័យបានថាត្រឡប់អាស៊ីនិងត្រឡប់អឺរ៉ុបហ្នឹងគឺខុសគ្នាបែបហ្នឹងហើយថ្ងៃនេះវិញខ្ញុំក៏ចង់សូមអរគុណទៅខាងផ្ទះបាយបាងកកគឺថាជ្រូកខ្វៃឆ្ងាញ់ខ្លាំងមែនតើខ្ញុំកំងតាំងពីពេញរហូតមកដល់ស្រុកខ្ញុំបងប្អូនជីលងប្រហែលម៉ោងហើយជ្រូកនៅតែស្រួយធម្មតាខ្ញុំគាត់ថាកូនឯងធ្វើផ្ទះប៉ុណ្ណឹងដែរកូនសែនអីតិចទៅខ្ញុំដឹងសែនអីក៏កំងជ្រូកខ្វៃណាមួយចង់ហូបជ្រូកខ្វៃផងហ៎តាមខ្វៃឆ្ងាញ់ឆ្ងាញ់តែអត់គ្នាផងមើលអត់ខ្ចីនិយាយច្រើនណាបងប្អូនឆ្ងាញ់មើលតែមាត់ទៅបងប្អូនឯងជាងធ្វើផ្ទះឲ្យខ្ញុំនឹងគាត់ថាឆ្ងាញ់ខ្លាំងមែនតើសូម្បីតែក្មេងគាត់លាន់មាត់ថាឆ្ងាញ់ដែរជ្រូកខ្វៃនឹងស្រួយស្រោកទឹកជ្រលក់ក៏ឆ្ងាញ់ហូបជាមួយនឹងបាញ់ហយបន្លែស្រស់ទៀតអូយជាតិហើយសម្រាប់វីដេអូថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូនេះដល់ចប់ចាំជួបគ្នាទៀតនៅវីដេអូក្រោយៗជម្រាបលាសុខសប្បាយទាំងអស់គ្នាបាយបាយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការឆ្លងគាំទ្រ